ត្រឹមតែហា3ពេលមួយថ្ងៃសោះព្រឹកផ្សេងថ្ងៃផ្សេងល្ងាចផ្សេងធ្វើឲ្យខ្ញុំជាស្ត្រីមេផ្ទះនេះគឺថាគិតឡើងហ្វល់មួយថ្ងៃចាប៉ុន្តែថ្ងៃនេះសូមបាយឆាម្រះព្រៅណាអ្នកទាំងអស់គ្នាចាបាយឆាម្រះព្រៅគឺអត់មានអីច្រើនទេមានសាច់ជ្រូក3ជាន់ការ៉ុតសណ្តែកគួរប៉ាតេខ្ទឹមសពងមាន់ចាបាយហើយជាដំបូងខ្ញុំក៏យកបាយហ្នឹងទៅឆាជាមួយនឹងចាខ្ទឹមសខ្ញុំបំពងខ្ទឹមសហ្នឹងឲ្យឡើងឈ្ងុយឲ្យរៀងក្រៀមបន្តិចណាចាហើយបន្តមកទៀតខ្ញុំក៏ធ្វើការឆាបាយហ្នឹងហើយបាយខ្ញុំហ្នឹងគឺមានដាក់គ្រឿងស្ករអំបិលប៊ីចេងជាការស្រាត់ចាហើយនឹងជាមួយនឹងប្រេងខ្យងមកដែរហើយយើងធ្វើការឆាត្រឡប់ទៅត្រឡប់មកចាធ្វើឲ្យបាយហ្នឹងណាចាគឺដាច់ចេញពីគ្នាអត់ឲ្យស្អិតប្រទេសបតាក់ទេចាគឺថាបាយនឹងឆារួចរាល់ក៏យើងបានត្រៀមដាក់ចានហើយយើងមកឆាបន្តជាមួយនឹងគ្រឿងយើងបន្ថែមទៀតចាហើយឆាទាំងអស់នឹងចូលគ្នាតែម្ដងដោយសារអីសាច់ជ្រូកក៏ឆ្អិនហើយប្រទេសក៏ឆ្អិនហើយអញ្ចឹងបន្លែតិចតួចហ្នឹងគឺយើងឆាតែប្រហែលត្រឡប់ឯងគឺឆ្អិនហើយចាហើយសម្រាប់ការឆាហ្នឹងក៏ខ្ញុំបានបង់ជាមួយនឹងម្សៅស៊ុបខ្នុរចូលបន្តិចផងដែរអត់ឲ្យសាបពេកទេចាព្រោះបាយខ្ញុំក៏ដាក់គ្រឿងតិចតួចដែរតែពេលខ្ញុំឆាហើយខ្ញុំបានបង់ម្រះព្រៅចាស្លឹកម្រះព្រៅនេះចូលទៅគឺតិចមែនតើចាខ្ញុំគិតថាដាក់ច្រើនពេកខ្លាចវាអត់តំណងឆ្ងាញ់វិញណាចាតែមានអីដល់ពេលគិតថាដាក់មកល្មមនឹងទៅគឺសម្ពបអស់លេងអញ្ចឹងក៏អត់បានបន្ថែមទៀតទេចាគឺធ្វើការឆាបន្តទៀតទៅពេលយើងឆារួចរាល់ហើយយើងធ្វើការដួសដាក់ចានចាពេលដែលដួសដាក់ចាននឹងឡើងឈ្ងុយនឹងអស់គ្នានេះសភាពដល់ពេលយើងដាក់លើចានហើយណាសុំបបិលចានមួយណាចារួចរាល់ជាការស្រេចអរគុណបាយ